សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការបង្កើត user ថ្មីនៅលើ Ubuntu server អញ្ចឹងជាដំបូងមុននឹងយើងចូលទៅដល់ការបង្កើត user ថ្មីគឺយើងមកវាយ comment ចាស់របស់យើងគឺ who am I ដើម្បីដឹងថាឥឡូវខ្ញុំកំពុងតែនៅលើឈ្មោះ user អីគេហើយបន្តមកទៀតគឺ pwd តែខ្ញុំកំពុងតែឈរនៅលើកន្លែងណាអញ្ចឹងដូចអ្នកនរគ្នាឃើញអញ្ចឹងគឺខ្ញុំកំពុងតែនៅលើ home ហើយបន្តមកទៀតដើម្បីទៅបង្កើត user បានគឺយើងប្រើនៅ command sudo user add .m .s/bin/bash ហើយចុងក្រោយហ្នឹងគឺយើងដាក់នៅឈ្មោះរបស់ user ដែលយើងចង់បង្កើតហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ដាក់ថា support 01 អូខេបន្តមកទៀតយើង enter មកយើងនឹងទទួលបានព័ត៌មានហ្នឹងហ្មងប៉ុន្តែកន្លែងដែលខ្ញុំ select m នេះ m ហ្នឹងគឺបានន័យថាទៅបង្កើតនៅ user directory ឲ្យ user ហ្នឹងហើយ .s/bin ស្អីហ្នឹងគឺបានន័យថាទៅបង្កើតជាទម្រង់ user cell សម្រាប់ឲ្យ user login បន្តមកទៀតខ្ញុំអាចគ្រាន់តែវាយ ls.l/home អញ្ចឹងដើម្បីដឹងថាតើនៅក្នុង Ubuntu server ហ្នឹងមាន user ប៉ុន្មានហើយមានអីគេខ្លះហើយយើងបង្កើតមិញហ្នឹងបានបង្កើតមកនៅអញ្ចឹងដូចអ្នកនរគ្នាឃើញអញ្ចឹងគឺមានក្រុមគេហ្នឹងគឺមាន3អញ្ចឹងនៅកណ្ដាលហ្នឹងគឺមាន user support 01ហ្នឹងហើយអញ្ចឹងបន្តមកទៀតបើសិនជាយើងចង់ login ចូល user ហ្នឹងបានយើងត្រូវតែ set password ឲ្យ user ហ្នឹងសិនអញ្ចឹងខ្ញុំគ្រាន់តែវាយនៅ command sudo passwd ហើយដាក់ឈ្មោះនៅ user ដែលខ្ញុំចង់ដាក់ password ឲ្យហ្នឹង enter អូខេអញ្ចឹងខ្ញុំដាក់ password 1 2 3 4 5ជា password សម្រាប់ user មួយហ្នឹងហើយខ្ញុំ confirm password នឹងម្ដងទៀតដដែលអូខេឥឡូវគឺ successfully អញ្ចឹងឥឡូវយើងបាន password ហើយខ្ញុំនឹង login ចូលទៅក្នុង user ហ្នឹងអញ្ចឹងឥឡូវយើង switch user ពី user បច្ចុប្បន្នយើងទៅ user support 01ម្ដងអញ្ចឹងដើម្បី switch user បានយើងវាយនៅ command su ហើយដកនៅចំកណ្ដាលមួយបន្តមកទៀតយើងដាក់ឈ្មោះ user ហ្នឹងអូខេ enter ហើយវាយ password ខាងលើមិញគឺយើងតបដាក់ហ្នឹង1 2 3 4 5អូខេឥឡូវខ្ញុំ login ចូលមកក្នុង user ហ្នឹងបានជោគជ័យខ្ញុំ switch ចូលមកហើយអញ្ចឹងខ្ញុំសាកតេស្តមួយអញ្ចឹង who am I yes គឺខ្ញុំកំពុងតែនៅលើ user support 01